บุรุษស្រីម្នាក់ដែលមានភាពច្បាស់លាស់ក្នុងទំនាក់ទំនងស្នេហានាងនឹងធ្វើរឿងទាំង6យ៉ាងនេះបុរុសស្រីមិនងាយនឹងលងស្រឡាញ់បរិសុទ្ធណាម្នាក់ងាយៗឡើយប៉ុន្តែបើនាងស្រឡាញ់ហើយច្បាស់ណាស់ថានាងនឹងបង្ហាញពីភាពច្បាស់លាស់មួយចំនួនម្យ៉ាងទៀតនាងក៏ជាមនុស្សដែលដឹងអំពីតម្លៃរបស់ខ្លួននិងដឹងពីអ្វីដែលខ្លួនចង់បានពីដៃគូដែរនាងមិនប្រើអារម្មណ៍មកសម្រេចចិត្តទាំងស្រុងប៉ុន្តែនាងប្រើភាពចាស់ទុំដើម្បីកសាងចំណងស្នេហ៍ឲ្យមានស្ថិរភាពខាងក្រោមនេះគឺជាទង្វើដែលបង្ហាញថានាងជាមនុស្សស្រីម្នាក់ដែលមានភាពច្បាស់លាស់ទី1នាងមានភាពស្មោះត្រង់និងហ៊ាននិយាយដោយត្រង់ទៅត្រង់មកនាងមិនចូលចិត្តលេងល្បែងផ្លូវចិត្តឬក៏ផ្លូវអារម្មណ៍នោះទេបើនាងស្រឡាញ់នាងនឹងបង្ហាញថាស្រឡាញ់បើនាងមិនពេញចិត្តអ្វីមួយនាងនឹងប្រាប់ដោយភាពទន់ភ្លន់និងមានហេតុផលនាងមិនទុកឲ្យដៃគូអង្គុយទាយចិត្តឬក៏និយាយថាធ្វើអ្វីដឹងខ្លួនហើយឬឲ្យដៃគូបារម្ភពីភាពមិនច្បាស់លាស់របស់នាងឡើយទី2នាងនឹងកំណត់គោលដៅអនាគតជាមួយគ្នានាងមិនមែនគ្រាន់តែស្រឡាញ់ដើម្បីសប្បាយមួយពេលនោះទេនាងតែលើកយករឿងសំខាន់មកពិភាក្សាគ្នាជាមួយដៃគូដូចជាគម្រោងជីវិតនាពេលអនាគតការសន្សំសំចៃឬការគ្រប់គ្រងហិរញ្ញវត្ថុនិងការយល់ឃើញអំពីការកសាងគ្រួសារជាដើមទី3នាងចេះគោរពពេលវេលានិងជីវិតឯកជនទោះបីជាស្រឡាញ់គ្នាយ៉ាងណាក៏ដោយក៏នាងយល់ថាគ្រប់គ្នាចាំបាច់ត្រូវតែមានពេលវេលាសម្រាប់ខ្លួនឯងមិត្តភ័ក្តិនិងគ្រួសារនាងមិនតាមតោងតាមលោកឬក៏តាមខ្លំមើលគ្រប់ជំហានឡើយពីព្រោះនាងមានទំនុកចិត្តលើខ្លួនឯងនិងដៃគូទី4នាងគឺជាកម្លាំងចិត្តនិងជាអ្នករុញច្រានដៃគូឲ្យរីកចម្រើនមនុស្សស្រីច្បាស់លាស់នឹងមិនចង់ឲ្យដៃគូនៅត្រឹមមួយកន្លែងឡើយនាងនឹងដើរតួជាអ្នកផ្ដល់កម្លាំងចិត្តពេលដែលអ្នកមានបញ្ហាជាអ្នកផ្ដល់នូវគំនិតល្អៗដើម្បីឲ្យការងារនិងអាជីវកម្មរបស់អ្នករីកចម្រើននាងរីករាយនឹងមានមោទនភាពចំពោះជោគជ័យរបស់អ្នកដូចជាជោគជ័យរបស់នាងដែរទី5គឺនាងដោះស្រាយបញ្ហាដោយសន្តិវិធីនៅពេលមានចំនួននាងមិនជ្រើសរើសការឈ្លោះប្រកែកដើម្បីឈ្នះចាញ់ឬក៏ប្រើប្រាស់ពាក្យអសុរឡើយផ្ទុយទៅវិញនាងព្យាយាមរក្សាភាពស្ងៀមស្ងាត់ដើម្បីឲ្យអារម្មណ៍ត្រជាក់រួចទើបអង្គុយជជែកគ្នាដើម្បីដោះស្រាយឬគល់នៃបញ្ហាទី6គឺនាងស្គាល់តម្លៃខ្លួនឯងទោះបីជានាងស្រឡាញ់អ្នកខ្លាំងប៉ុណ្ណាក៏ដោយបើទំនាក់ទំនងនោះផ្ដល់ឲ្យនាងតែភាពឈឺចាប់ឬក៏ការមិនផ្ដល់តម្លៃឲ្យនាងនឹងហ៊ានដើរចេញនាងច្បាស់លាស់ថានាងសមនឹងទទួលបានស្នេហាដែលមានសុភមង្គលនិងការផ្ដល់តម្លៃត្រឡប់មកវិញសូមចាំថាមនុស្សស្រីប្រភេទនេះមិនមែនចង់គ្រប់គ្រងអ្នកនោះទេប៉ុន្តែនាងចង់ឲ្យមានទំនាក់ទំនងមួយដែលរឹងមាំនិងមានន័យសម្រាប់អ្នកទាំងពីរមនុស្សស្រីដែលច្បាស់លាស់បែបនេះក៏មិនគិតត្រឹមតែភាពត្រេកត្រអាលក្នុងពេលវេលាបច្ចុប្បន្ននោះទេប៉ុន្តែនាងគិតពីអនាគតមួយដ៏រឹងមាំជាមួយគ្នាតើអ្នកបានជួបមនុស្សស្រីបែបនេះហើយឬនៅ